កុំឃើញគាត់ពាក់ស្បែកជើងកញ្ចាស់ឲ្យសោះតាមពិតនៅក្នុងរោងគោរបស់គាត់មានចតឡាន Rolls Royce តម្លៃរាប់លានដុល្លារទោះបីជារស់នៅក្នុងផ្ទះដ៏កំសត់នេះតែត្រសក់ស្រូវដែលគាត់ហូប1គីឡូតម្លៃរាប់ម៉ឺនឯណោះព្រោះតែប្តីប្រពន្ធពីរនាក់នេះគឺជាមហាសេដ្ឋីតែដើម្បីចង់ពុតកូនប្រុសទើបនាំគ្នាមកលាក់ខ្លួនរស់នៅលើភ្នំបែបនេះតែដោយសារធ្វើពុតជាក្រយូពេកកូនប្រុសក៏គិតថាគ្រួសារខ្លួនក្រមែនទែនដើម្បីចង់ជួយសម្រាលបន្ទុកប៉ាម៉ាក់គេក៏បានចុះឈ្មោះចូលរួមកម្មវិធីទូរទស្សន៍មួយកម្មវិធីនេះមានឈ្មោះថាបដូរជីវិតគឺឲ្យកូនអ្នកក្រទៅសាកល្បងរស់នៅផ្ទះអ្នកមានពេលដែលប៉ាម៉ាក់សេដ្ឋីដឹងថាកូនទៅចូលរួមកម្មវិធីនេះពួកគេមិនត្រឹមតែគាំទ្រទេថែមទាំងបានរៀបចំវត្ថុធាតុដើមដ៏មានតម្លៃរាប់លានឲ្យកូនយកទៅទៀតតែកូនប្រុសដែលធ្លាប់តែរស់នៅក្រីក្រម្នាក់នេះមិនបានដឹងទេថារបស់ក្នុងថង់នេះមានតម្លៃកប់ពុកគេគ្រាន់តែគិតថាទៅលេងផ្ទះគេមិនអាចទៅទាំងដៃទេបានទេទើបចាត់ទុកវាជាកាដូធម្មតាពីអ្នកស្រែយកទៅទីក្រុងចំណែកឯគ្រួសារអ្នកមានដែលទទួលក្មេងនេះវិញក៏ចង់ឆ្លៀតឱកាសបញ្ចេញមុខមាត់តាមកញ្ចក់ទូរទស្សន៍អួតពីភាពមានបានរបស់ខ្លួនដែរពេលទទួលក្មេងប្រុសពីស្រែមកដល់ភ្លាមក៏នាំទៅញ៉ាំអីនៅសន្តាគារផ្កាយ5មួយតែម្ដងកុំម៉ងសុទ្ធតែម្ហូបថ្លៃពេញមួយតោមិនត្រឹមតែមានអង្ករតម្លៃ 9,000 យួនក្នុង1គីឡូទេថែមទាំងមានផ្លែឈើតម្លៃរាប់ម៉ឺនទៀតសូម្បីតែអ្នកទស្សនានៅក្រៅឆាកក៏ទប់មាត់សរសើរមិនបានដែរប៉ុន្តែពេលកំពុងតែញ៉ាំនោះស្ត្រីសេដ្ឋីក៏ចាប់ផ្ដើមសួរទៅកាន់ក្មេងប្រុសថាតើញ៉ាំបាយតម្លៃ 9,000 យួននេះមានអារម្មណ៍យ៉ាងម៉េចដែរនឹកស្មានមិនដល់ថាក្រោយពេលភ្លក់មួយម៉ាត់គេក៏ឆ្លើយធ្វើឲ្យអ្នកមាននោះស្រឡាំងកាំងតែម្ដងរសជាតិដូចបាយដែលម៉ាក់ខ្ញុំដាំនៅផ្ទះបេះបិទញ៉ាំទៅនៅផ្ទះដល់ហើយសៀវយានពិតជាចេះនិយាយមែនតែអង្ករនេះច្បាស់ជាមិនដូចនៅផ្ទះក្មួយទេមែនអត់គឺដូចគ្នាទាំងស្រុងតែម្ដងថាម៉េចផ្ទះឯងក៏ហូបអង្ករបែបនេះដែរហ៎ប៉ាត់ស្អីគេនេះគឺអង្ករជាងយ៉ាងណា1គីឡូតម្លៃ 70,000 យួនផ្ទះឯងមានលុយទិញហូបដែរអី 70,000 យួនត្រូវហើយឥឡូវនៅហ៊ានប្រកែកថាផ្ទះឯងហូបអង្ករបែបនេះទៀតទេខ្ញុំនិយាយមែនវាពិតជាដូចគ្នាណាឯងកុំមកអួតផ្ដេសផ្ដាសផ្ទះឯងក្រហេមរហាមហូបត្រឹមអង្ករថោកសោះនៅមុខឡូឡាទៀតក្មេងស្រែនេះចូលចិត្តអួតមែនហ៊ានអួតថាធ្លាប់ហូបអង្ករតម្លៃរាប់ម៉ឺនទៀតកុំអួតអីក្មេងនេះមុខក្រាស់ណាស់អួតដល់ថ្នាក់នឹងហើយនៅធ្វើធម្មតាទៀតពិតជាខ្លាំងមែននៅតែអ្នកម៉ាក់លីល្អជាងយកអង្ករថ្លៃមកទទួលភ្ញៀវបែបនេះពិតជាម៉ាក់ក្នុងក្តីស្រមៃខ្ញុំមែនសៀវយាននិយាយស្ដីត្រូវតែស្មោះត្រង់កុំអួតផ្ដេសផ្ដាសមីងមិនសប្បាយចិត្តទេខ្ញុំមិនបានអួតទេឯងនៅហ៊ានប្រកែកទៀតមើលនិយាយបែបនេះសឹមទេហាអាពូចសេកសៀវយានភ្លក់ស៊ុបនេះមើលបាទអរគុណលោកមីងស៊ុបផ្សិតនេះម៉ាក់ខ្ញុំក៏ឧស្សាហ៍រំងាស់ឲ្យញ៉ាំដែរផ្សិតស្អីគេនេះគេហៅថាផ្សិតសុងរង1គីឡូ 74,000 យួនឯណោះក្មេងស្រែដូចឯងស្គាល់ដែរអីផ្សិតនេះប៉ាម៉ាក់ខ្ញុំហើពេញមុខផ្ទះអួតឡើងសមមុខក្រាស់ស៊ុយក៏ហប់មិនខ្មាស់គេឲ្យតែរបស់ថ្លៃគឺវាអួតថាផ្ទះវាមានទាំងអស់ពិតជាអួតមិនចេះខ្មាស់មែនផ្ទះវាបើមានលុយហូបរបស់អស់នេះមែនវាមកធ្វើអីនៅទីនេះមើលកែវភ្នែកវាចុះធ្វើដូចគ្មានកំហុសនិយាយក៏ហកសមដូចរឿងពិតឯងប្រាប់ថាផ្សិតនេះផ្ទះឯងហាពេញទីធ្លាបាទពួកយើងហូបមិនទាន់ទេប៉ាម៉ាក់ខ្ញុំនៅចែកឲ្យអ្នកចិត្តខាងទៀតផងឯងមកទីនេះដើម្បីចូលរួមកម្មវិធីបដូរជីវិតមិនមែនឲ្យឯងមកអួតនៅទីនេះទេខ្ញុំមិនបានអួតទេផ្ទះខ្ញុំពិតជាមានមែន